បាទសួស្តីអ្នកនរគ្នានេះទស្សនភាពនៅខេត្តស្វាយរៀងណានៅស្វាយរៀងឥឡូវគឺអភិវឌ្ឍខ្លាំងណាស់បងប្អូននេះគឺជាមាត់ទន្លេនៃខេត្តស្វាយរៀងយើងគឺបច្ចុប្បន្ននេះខាងខេត្តស្វាយរៀងយើងរៀបចំពិធីសង្ក្រាន្តហើយឥឡូវកំពុងតែរៀបចំសួស្តីបងប្អូនអរគ្នានេះទស្សនភាពនៅខេត្តស្វាយរៀងពិធីរៀបចំសង្ក្រាន្តហ្នឹងបងប្អូនសង្ក្រាន្តស្វាយរៀងយើងឥឡូវកំពុងរៀបចំធ្វើឥឡូវនេះបិទផ្លូវហើយបិទផ្លូវសម្រាប់រៀបចំធ្វើពិធីសង្ក្រាន្តរៀងមកជម្រាបសួរបងប្អូននេះគឺនៅក្នុងខេត្តស្វាយរៀងបាននៅស្ពាននៅព្រៃវិសាខទិដ្ឋភាពជាមកទៅពេលទឹកឡើងពេលនេះធ្វើដំណើរគឺផ្លូវនេះគឺស្ងប់ល្អពីស្ពានឡើងទៅព្រៃវិសាខវាជួរមកទន្លេមកទន្លេដែលយើងជួបជុំគ្នាពេលល្ងាចនេះសារប្រជុំចាស់ទឹកចៅសារប្រជុំចាស់មាត់ទន្លេនេះអត់សូវមានមនុស្សទុំឡើងស្អាតឈឹងស្ងាត់យកតែមកយ៉ាងដូចធ្វើណាតិចតួចទៅច្រើនទេហើយកង់ជិះម៉ូតូអង្គុយបាទស្ងាត់ណាស់ឈឹងមកទៅឡើងសាទៅសាមកទៅសាគឺពាក់ទៅគាត់ទៅតែតាមសម្រាប់តាមយើងអាចតែយើងឈប់លេងចឹងហ្នឹងនេះគឺមកទន្លេអូទេសភាពនេះគឺទន្លេបាទដៃទន្លេស្វាយរៀងបងប្អូនចោលទៅសម្រាមហ្មងហើយទៅដើមឈើបងប្អូនអូយទេសភាពនេះគឺនេះវងមូលស្វាយរៀងឡើងឡើងនឹងអង្គុយតិចហ្នឹងបងប្អូនយើងថតទៅថ្ងៃយើងអត់ច្បាស់ទេថតមកនេះវិញយើងច្បាស់សមអាចទទួលបានទឹកឡើងមកឆោតច្រើនទឹកឡើងនេះទឹកភាព